បងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមជួយ share វីដេអូនេះទាំងអស់គ្នាផងដើម្បីបានទស្សនានៅសកម្មភាពល្អៗរបស់ព្រះសង្ឃនៅក្នុងវត្តសុវណ្ណបារមីស្រីទីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងកំពុងរៀបចំប្រកាយត្រង់តបិណ្ឌបាតបងប្អូនណាក្រោយពីលោកម្ចាស់ចេញពីរៀនព្រះសង្ឃទាំងអស់ចូល190អង្គជាងសូមអនុមោទនាមុនពេលតបិណ្ឌបាតគឺមានក្រុមការងារត្រូវចាត់ចែងព្រះសង្ឃហៅឈ្មោះតបិណ្ឌបាតចឹងបងប្អូនណាកណាហើយម្ចាស់ខ្លះក៏តបិណ្ឌបាតថ្មើរជើងទៅព្រោះនៅចិត្តនេះប្រហែលជាចូល1គីឡូទេតែចំណែកលោកម្ចាស់ដែលឆ្ងាយគឺត្រូវតបិណ្ឌបាតជិះយានជំនិះឡានតុកអីខ្លះចឹងបងប្អូនណាសូមរីករាយជ្រះថ្លាអនុមោទនានេះគឺគណៈកម្មការអាចារ្យខ្ញុំត្រូវដុបប្រសងតបិណ្ឌបាតប្រចាំគោលដៅរបស់ទេពុទ្ធបរិស័ទបងប្អូនដែលបានឃើញវីដេអូនេះសូមជួយ share ទាំងអស់គ្នាផងដើម្បីបានទស្សនានៅសកម្មភាពល្អៗរបស់សាមណសិស្សប្រសងតបិណ្ឌបាតនេះលោកម្ចាស់ម្ដងទៀតសូមបងប្អូនដែលបានទស្សនាសូមជួយ share ទាំងអស់គ្នាផងដើម្បីបានទស្សនានៅសកម្មភាពល្អៗរបស់ព្រះសង្ឃនៅក្នុងវត្តស្លាកែតក្រុងខេត្តបាត់ដំបងសូមរីករាយជ្រះថ្លាអរគុណសម្រាប់បងប្អូនដែលទស្សនាទាំងអស់គ្នាសូមរីករាយជ្រះថ្លាហើយសូមពុទ្ធបរិស័ទជួយដាក់ចង្ហាន់ឲ្យច្រើនណាពេលឃើញព្រះសង្ឃវត្តស្លាកែតតបិណ្ឌបាតជួយដាក់ចង្ហាន់ឲ្យច្រើនដើម្បីបានចង្ហាន់នេះបងប្អូនត្រូវការចង្ហាន់សម្រាប់ព្រះសង្ឃឆាន់ឡានពេលដំណើរប្រកេនប្រសងចេញទៅហើយបងប្អូនទាំងអស់គ្នាបានមធ្យោបាយជាយានជំនិះនេះបងប្អូនបានជាចង្ហាន់តបិណ្ឌបាតឆ្ងាយបើអញ្ចឹងយើងបិណ្ឌបាតចិត្តនេះអត់សូវមានចង្ហាន់ទេព្រោះភាគច្រើនសបោបងប្អូនខ្មែរអ៊ីស្លាមហ្នឹងសឹងតែពីដើមភូមិរហូតដល់ចុងភូមិសឹងតែ 90% ហើយអញ្ចឹងគឺត្រូវអានគ្រោះទានដល់ផ្ទះពុទ្ធបរិស័ទឆ្ងាយដើម្បីបានជាយានជំនិះប្រហែលជាចម្ងាយចូល3គីឡូបងប្អូនណាសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះសូមពុទ្ធបរិស័ទទាំងអស់ជួយ share វីដេអូនេះទាំងអស់គ្នាផងដើម្បីបានទស្សនានៅសកម្មភាពល្អៗជាច្រើននៅក្នុងវត្តសុវណ្ណបារមីស្រីទីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងសូមរីករាយជ្រះថ្លាអនុមោទនាឡានចេញទៅមួយទៀតហើយបងប្អូនទាំងអស់គ្នាដូចខ្ញុំណាបានប្រកេនអញ្ចឹងតតបិណ្ឌបាតឆ្ងាយទៅបានចង្ហាន់មកសូមពុទ្ធបរិស័ទជួយដាក់ចង្ហាន់ឲ្យបានច្រើនណាបងប្អូនប្រកេននឹងជម្រាបជូនពុទ្ធបរិស័ទបងប្អូនអ្នកទស្សនាទាំងអស់គ្នាថានៅក្នុងវត្តសុវណ្ណបារមីស្រីទីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងនេះមានការកសាងមហាកុដិដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់កំពុងមានការខ្វះខាតថវិកាជាច្រើនដើម្បីបន្តការសាងសង់សូមសទ្ធាពុទ្ធបរិស័ទទាំងអស់ជួយចូលរួមដោយសេចក្តីជ្រះថ្លាសូមអនុមោទនាបញ្ជាក់ថាកុដិនេះក៏កំពុងត្រៀមឡើងសន្លឹកក្នុងសេចន្ទទី3ហើយថវិកានៃការសាងសង់នៅមានការខ្វះខាតច្រើនសូមពុទ្ធបរិស័ទទាំងអស់ជួយចូលរួមដោយសេចក្តីជ្រះថ្លាណាបងប្អូនហើយក៏សូមបញ្ជាក់ថាកុដិនេះសាងសង់ឡើងពុំមានទ្រង់ឯកឧត្តមនៅជំទាវអ្នកមានធនធានធំណាជាអ្នកចំហសាងសង់ដាច់មុខទេគឺកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់សូមពុទ្ធបរិស័ទទាំងអស់ជួយចូលរួមដោយសេចក្តីជ្រះថ្លាណាបងប្អូនកុដិនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះសង្ឃគ្រប់អង្គមករៀនសូត្រនៅទីនេះប្រមាណ700អង្គកំពុងជួបការលំបាកខ្វះខាតនៅរឿងកុដិមែនទែនម្ល៉េះបានជាថ្នាក់ដឹកនាំទីនេះបានព្រមព្រៀងឯកភាពគ្នាដើម្បីកសាងកុដិនេះឡើងហើយឥឡូវនៅមានការខ្វះខាតច្រើនណាបងប្អូនសូមមេត្តាជួយចូលរួមទាំងអស់គ្នាណាបងប្អូនដើម្បីជាប្រយោជន៍ដល់ព្រះសង្ឃគ្រប់អង្គមករៀនសូត្រនៅទីនេះប្រមាណ700អង្គកំពុងជួបការលំបាកខ្វះខាតនៅរឿងកន្លែងគង់ស្នាក់នៅមែនទែនបញ្ជាក់ម្ដងទៀតថាកុដិនេះកំពុងបន្តចាក់ត្រៀមឡើងសន្លឹកក្នុងសេចន្ទទី3សូមអនុមោទនា